អាមេរិកនិងអ៊ីស្រាអែលសម្រាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ដោយវិធីណាមួយរយៈពេលខ្លីមុននឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលត្រៀមលក្ខណៈបើកការវាយប្រហារលើអ៊ីរ៉ង់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA គឺបានផ្ដោតទៅលើការកំណត់ទីតាំងគោលដៅដ៏សំខាន់បំផុតនោះគឺមេដឹកនាំកម្ពុជាអ៊ីរ៉ង់គឺលោកខាមេនីនឹងផ្ទាល់តែម្ដងហើយ CIA នឹងគឺគេបានចំណាយពេលជាច្រើនខែមែនទែនបងប្អូននៅក្នុងការតាមដានលោកខាមេនីនឹងជាមួយនឹងការប្រមូលបានព័ត៌មានគួរឲ្យទុកចិត្តជាច្រើនពីទីតាំងនិងទម្លាប់របស់មេដឹកនាំកម្ពុជារូបនេះហើយចារកម្មអាមេរិកគឺទទួលបានព័ត៌មានថាកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នឹងត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026ក្នុងរាជធានីតេហេរ៉ង់កាន់តែសំខាន់ជាងនេះទៅទៀត CIA នឹងគឺបានប្រមូលបានព័ត៌មានថាលោកខាមេនីនឹងគឺនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរចាហើយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនឹងក៏បានសម្រេចចិត្តកែប្រែពេលវេលានៃការវាយប្រហាររបស់ពួកគេវិញតែម្ដងបន្ទាប់ពីទទួលបានព័ត៌មានថ្មីនេះដែលបានផ្ដល់ឱកាសឲ្យប្រទេសទាំងពីរនឹងសម្រេចបានជោគជ័យនៅក្នុងការកម្ចាត់ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនអ្នកព្រមទាំងលោកខាមេនីនឹងផងដែរហើយការសម្លាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់បានដោយជោគជ័យនេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញផងដែរពីការសម្របសម្រួលនិងការចែករំលែកព័ត៌មានសម្ងាត់យ៉ាងជិតស្និទ្ធរវាងអាមេរិកនិងអ៊ីស្រាអែលនៅមុនពេលការបើកវាយប្រហារទៅលើអ៊ីរ៉ង់ផ្ទាល់តែម្ដងហើយប្រតិបត្តិការនេះក៏បានបង្ហាញដែរនៅភាពបរាជ័យរបស់មេដឹកនាំនៅក្នុងការដាក់ចេញវិធានការបង្ការការពារខ្លួននៅក្នុងពេលមួយទាំងដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានឲ្យសញ្ញាច្បាស់ថាពួកគេកំពុងតែត្រៀមលក្ខណៈធ្វើសង្គ្រាមហើយក្រុមមន្ត្រីអាមេរិកមួយក្រុមដែលគេសូមមិនបញ្ចេញឈ្មោះទេបងប្អូនគឺគេបានប្រាប់ទៅអ្នកកាសែត New York Times ថា CIA នឹងគឺបានបញ្ជូនព័ត៌មានសម្ងាត់ដែលមានបញ្ជាក់ពីទីតាំងស្ថិតនៅរបស់លោកខាមេនីទៅឲ្យអ៊ីស្រាអែលតតែម្ដងចាហើយអ៊ីស្រាអែលគ្រាន់តែបានព័ត៌មានសម្ងាត់នឹងភ្លាមគឺគេមិនបង្អង់យូរទេបងប្អូនចាគឺបានប្រើប្រាស់ព័ត៌មានសម្ងាត់ដែលអាមេរិកឲ្យផ្ទាល់ផងនិងព័ត៌មានសម្ងាត់ដែលខ្លួនឯងប្រមូលបានផងនោះបើកធ្វើប្រតិបត្តិការវាយប្រហារដែលខ្លួនបានក្រុមទុកអស់រយៈពេលជាច្រើនខែមកហើយនោះគឺសម្រាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ផ្ទាល់តែម្ដងតាមពិតទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានផែនការវាយប្រហារទៅលើអ៊ីរ៉ង់នៅពេលយប់បងប្អូនចាប៉ុន្តែប្រទេសទាំងពីរនេះគឺបានសម្រេចចិត្តកែប្រែពេលវេលានៃការវាយប្រហារក្រោយពីទទួលបានព័ត៌មានសម្ងាត់ថ្មីថាក្រុមដឹកនាំអ៊ីរ៉ង់នឹងបើកធ្វើកិច្ចប្រជុំនៅអគាររដ្ឋាភិបាលនៅក្នុងទីក្រុងតេហេរ៉ង់នៅព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈហើយប្រតិបត្តិការនេះផងដែរគឺបានចាប់ផ្ដើមធ្វើឡើងនៅម៉ោង6ព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈមកនៅអ៊ីស្រាអែលបងប្អូនដោយយន្តហោះចម្បាំងជាច្រើនគ្រឿងមែនទែនគឺបានហោះចេញពីបន្ទាយហើយការវាយប្រហារតាមផ្លូវអាកាសនេះតម្រូវឲ្យមានយន្តហោះចម្បាំងគឺតិចគ្រឿងបំផុតបងប្អូនប៉ុន្តែយន្តហោះទាំងអស់នោះគឺមានបំពាក់ដោយអាវុធរយៈចម្ងាយឆ្ងាយនិងគ្រាប់បែកភ្ជាប់ជាមួយនឹងប្រព័ន្ធ GPS កំណត់គោលដៅជាក់លាក់រយៈពេល2ម៉ោងនិង5នាទីក្រោយយន្តហោះចម្បាំងហោះចេញពីបន្ទាយនៅប្រហែលម៉ោង 9:40 នាទីព្រឹកមកនៅតេហេរ៉ង់មីស៊ីរយៈចម្ងាយឆ្ងាយគឺបានវាយប្រហារចំទីតាំងដែលថ្នាក់ដឹកនាំអ៊ីរ៉ង់ជួបប្រជុំក្នុងពេលការវាយប្រហារកើតឡើងក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់កំពុងតែស្ថិតនៅក្នុងអគារហើយលោកខាមេនីនឹងក៏កំពុងតែស្ថិតនៅក្នុងអគារក្បែរនោះនៅក្នុងរាជធានីតេហេរ៉ង់ដែរមន្ត្រីអ៊ីស្រាអែលម្នាក់គឺបានប្រាប់ New York Times ថាការវាយប្រហារនេះគឺត្រូវបានធ្វើឡើងព្រមៗគ្នាក្នុងពេលតែមួយនៅលើទីតាំងជាច្រើននៅក្នុងរាជធានីតេហេរ៉ង់នៅក្នុងនោះគឺមានអគារមួយដែលជាទីតាំងប្រជុំរបស់ថ្នាក់ដឹកនាំអ៊ីរ៉ង់ផងដែរមន្ត្រីរូបនេះដែលបាននិយាយថាបើទោះបីជាអ៊ីរ៉ង់បានត្រៀមខ្លួនទុកជាមុនក៏ដោយក៏អ៊ីស្រាអែលនៅតែវាយប្រហារបានដោយជោគជ័យផងដែររហូតដល់ថ្ងៃអាទិត្យទី1ខែមិថុនាឆ្នាំ2026នេះប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នឹងគឺបានទទួលស្គាល់ពីការស្លាប់របស់មេដឹកនាំយោធាជាន់ខ្ពស់2រូបដែលអ៊ីស្រាអែលបានអះអាងថាខ្លួននឹងបានសម្លាប់នៅថ្ងៃសៅរ៍នេះផងដែរក្រុមមន្ត្រីអាមេរិកដែលបានដឹងពីប្រតិបត្តិការនេះគឺបានចាត់ទុកថាវាគឺជាសមិទ្ធផលដ៏ល្អមួយដែលបានកើតចេញពីព័ត៌មានសម្ងាត់និងការត្រៀមលក្ខណៈអស់ជាច្រើនខែមកហើយកាលពីខែមិថុនាឆ្នាំ2025ខណៈដែលយោធាអាមេរិកនឹងគឺកំពុងតែរៀបចំផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់តតែម្ដងលោកប្រធានាធិបតីលោកដូណាល់ត្រាំគឺបានអះអាងថាសហរដ្ឋអាមេរិកដឹងពីការលាក់ខ្លួនរបស់លោកខាមេនីដែលអាចសម្លាប់មេដឹកនាំកម្ពុជារូបនេះបានយ៉ាងងាយអតីតមន្ត្រីចារកម្មអាមេរិកម្នាក់គឺគាត់បាននិយាយថាព័ត៌មានស៊ើបការសម្ងាត់ដែលលោកត្រាំបានលើកឡើងនេះគឺពឹងផ្អែកទៅលើបណ្ដាញតែមួយដែលសហរដ្ឋអាមេរិកពឹងផ្អែកកាលពីថ្ងៃសៅរ៍ប៉ុន្តែចាប់ពីពេលនោះមកព័ត៌មានដែលសហរដ្ឋអាមេរិកប្រមូលបានកាន់តែមានប្រសិទ្ធភាពល្អឡើងហើយខ្លាំងទៅថែមទៀតផងអំឡុងពេលសង្គ្រាម12ថ្ងៃកាលពីខែមិថុនាឆ្នាំមុនសហរដ្ឋអាមេរិកនឹងគឺបានសិក្សាពីរបៀបដែលមេដឹកនាំកម្ពុជាអ៊ីរ៉ង់នឹងធ្វើការទំនាក់ទំនងជាមួយនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ព្រមទាំងការធ្វើចលនារបស់ពួកគេនៅពេលដែលមានសម្ពាធចាហើយសហរដ្ឋអាមេរិកនឹងគឺបានប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីធ្វើឲ្យសមត្ថភាពតាមដានលោកខាមេនីនឹងកាន់តែល្អប្រសើរឡើងហើយព្យាករណ៍ពីចលនារបស់មេដឹកនាំកម្ពុជារូបនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏ប្រមូលបានព័ត៌មានជាក់លាក់អំពីទីតាំងរបស់ក្រុមមន្ត្រីស៊ើបការសម្ងាត់សំខាន់ៗរបស់អ៊ីរ៉ង់ផងដែរនៅក្រៅការវាយប្រហារជាបន្តបន្ទាប់លើទីតាំងប្រជុំមេដឹកនាំអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទីតាំងដែលថ្នាក់ដឹកនាំចារកម្មអ៊ីរ៉ង់ស្ថិតនៅក៏រងការវាយប្រហារដែរបងប្អូនក្រុមមន្ត្រីចារកម្មកម្ពុជារបស់អ៊ីរ៉ង់បានរួចផុតពីការស្លាប់តែមន្ត្រីចារកម្មជាន់ខ្ពស់ជាច្រើនអ្នកគឺត្រូវបានសម្លាប់ផ្ទាល់តែម្ដង